កាលពីព្រេងនេះនៅភូមិដាច់ស្រយាលមួយមានបុរសពីរនាក់ជាមិត្តភក្តិជិតខាងនឹងគ្នាម្នាក់ឈ្មោះអាសុកស្លូតជាមនុស្សចិត្តល្អសុចរិតឧស្សាហ៍ព្យាយាមទោះបីជាក្រីក្ររកព្រឹកខ្វះល្ងាចក្តីក៏គេមិនដែលលួចទ្រព្យអ្នកណាហើយតែងតែជួយអ្នកភូមិជានិច្ចម្នាក់ទៀតឈ្មោះអាសុកាតជាមនុស្សចិត្តចង្អៀតកំណាញ់ខ្ជិលច្រអោនិងចូលចិត្តច្រណែនឈ្នានីសអ្នកដទៃគេមានទ្រព្យសម្បត្តិធូរធារជាងអាសុកស្លូតប៉ុន្តែមិនដែលចែករំលែកដល់អ្នកណាឡើយថ្ងៃមួយអាសុកស្លូតបានចូលទៅក្នុងព្រៃជ្រៅដើម្បីកាប់អូសនិងរកផ្លែឈើមកលក់ចិញ្ចឹមជីវិតដោយសារតែភ្លៀងធ្លាក់ខ្លាំងគេក៏បានច្រកក្រាមដើមឈើធំមួយហើយបានឃើញតាអ៊ីសីចំណាស់ម្នាក់កំពុងអង្គុយញ័រញាក់ដោយភាពរងានិងឃ្លានដោយចិត្តអាណិតអាសុកស្លូតបានដោះក្រមាពីករបស់ខ្លួនទៅដណ្ដប់ឲ្យតាអ៊ីសីនិងបានយកបាយកញ្ចប់ដែលគឺនៅមានតែមួយគត់ជូនទៅតាអ៊ីសីពិសាក្រោយពីបានពិសាបាយនិងទទួលភាពកក់ក្ដៅតាអ៊ីសីក៏ប្រែក្រឡាជាទេពរៈលោកបានមានប្រសាសន៍ថាចៅឯងជាមនុស្សមានចិត្តបុណ្យដើម្បីតបស្នងសន្តានចិត្តនេះតានឹងឲ្យផ្លែឃ្លោកទឹកមួយនេះដល់ចៅចូលយកវាទៅផ្ទះហើយពុះវាចុះអាសុកស្លូតត្រឡប់មកផ្ទះវិញហើយពុះផ្លែឃ្លោកនោះស្រាប់តែមានក្របពេជ្រនិងមាសប្រាក់ហូរចេញមកយ៉ាងច្រើនសន្ធឹកសន្ធាប់អាសុកស្លូតក៏คล้ายជាអ្នកមានប៉ុន្តែគេនៅតែរក្សាចរិតសុភាពរាបសារនិងចែករំលែកទ្រព្យដល់អ្នកក្រីក្រដំណឹងនេះបានល្បីដល់ត្រជាអាសុកកាតដោយសេចក្តីច្រណែនអាសុកកាតបានទៅសួរដេញដោលអាសុកស្លូតរហូតដឹងរឿងរ៉ាវទាំងអស់អាសុកកាតប្រញាប់រត់ចូលទៅក្នុងព្រៃធ្វើតាមអ្វីដែលអាសុកស្លូតបានប្រាប់គេបានជួបតាអ៊ីសីដោយបំណងប៉ុន្តែជំនួសឲ្យការជូនបាយដោយពេញចិត្តអាសុកកាតបោះបាយឲ្យតាអ៊ីសីដោយរឹកពីកងកាតហើយទាមទារចង់បានផ្លែឃ្លោកទឹកភ្លាមតាចាស់ខ្ញុំឲ្យបាយតាឯងហើយឆាប់យកផ្លែឃ្លោកមាសមកឲ្យឈៀងភ្លាមឯអ៊ីសីញញឹមហើយហុចផ្លែឃ្លោកធំមួយទៅឲ្យអាសុកកាតអាសុកកាតត្រេកអរណាស់ក៏រត់ទៅផ្ទះវិញយ៉ាងលឿនហើយងើបទ្វារចិត្តឆឹងព្រោះខ្លាចគេមកសុំចែកពេលអាសុកកាតពុះផ្លែឃ្លោកនោះចិនមកអ្វីដែលក្នុងនោះមិនមែនជាមាសប្រាក់ទេតែជាសត្វអាសេរ៉ាពឹសពស់ក្អែបខ្ទួយនិងឃ្មុំរាប់រយក្បាលសត្វទាំងនោះបានដេញខំនឹងតិចអាសុកកាតធ្វើឲ្យគេស្រែកយំរត់ចេញពីផ្ទះទាំងឈឺចាប់អាសុកកាតរត់ទៅរកអាសុកស្លូតដើម្បីសុំជំនួយអាសុកស្លូតបានជួយលាបថ្នាំនិងមើលថែតតាជាអាសុកកាតមានការភ្ញាក់រលឹកនិងខ្មាស់អៀនយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួនចាប់តាំងពីពេលនោះមកអាសុកកាតក៏កែខ្លួនជាមនុស្សល្អលែងលោភលន់និងចេះជួយអ្នកដទៃដោយអាសុកស្លូតដែរ